មុខទី1ទៅបោកប្រជាពលរដ្ឋថាវាមិនប៉ះពាល់ចរន្តសាច់ប្រាក់ប៉ុន្តែមុខមួយទៀតហ៊ុនម៉ាណែតខ្លួនឯងសារភាពផ្ទាល់តាថាអាការឆបោកតាមអនឡាញហើយធនាគារហ៊ួយវ៉ាន់ផេនេះជាធនាគារដែលលាងលុយឆបោកអនឡាញខ្ញុំនឹងនិយាយនៅពេលក្រោយបន្តិចទៀតលោកហ៊ុនម៉ាណែតថាអាចរន្តបណ្ដាញឆបោកតាមអនឡាញនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជាគាត់ផ្ដល់សម្ភារកាលពីគាត់ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅប្រទេសបារាំងកន្លងមកគាត់ថាបំផ្លាញសេដ្ឋកិច្ចកម្ពុជាហើយចុះអីទៅជាមូលដ្ឋាននៃការបំផ្លាញសេដ្ឋកិច្ចកម្ពុជាការបំផ្លាញសេដ្ឋកិច្ចកម្ពុជាមានន័យថាម៉េចមានន័យបំផ្លាញចរន្តវិនិយោគទាំងវិនិយោគនាំចេញទាំងវិនិយោគនាំទុនចូលมันអាចរកទុនចូលបានមានន័យថាគ្មានវិនិយោគពីក្រៅប្រទេសចូលកម្ពុជាហើយវិនិយោគនៅកម្ពុជានាំចេញក៏ពីបាក់ដែរដោយសារអីដោយសារមានការរឹតបន្តឹងខ្លាំងពាក់ព័ន្ធទៅនឹងគេហៅចរន្តលុយអ ுக ្រិតកម្មឆ្លងដែនហ្នឹងប៉ះពាល់សេដ្ឋកិច្ចមានន័យថាប៉ះពាល់ចរន្តវិនិយោគប៉ះពាល់ចរន្តលុយកាក់ហ្នឹងហើយដូច្នេះម្ដងថាមិនប៉ះពាល់ម្ដងថាប៉ះពាល់ឥឡូវជឿមួយណាតើជឿហ៊ុនសែនឬជឿហ៊ុនម៉ាណែតឬក៏មិនជឿអ្នកទាំងពីរហ្នឹងដូច្នេះទាំងពីរអ្នកអូកូននេះរកពាក្យកុហកលេងឃើញនៅចំពោះមុខសហគមន៍អន្តរជាតិអ្នកកសែតអន្តរជាតិអត់ហ៊ានឆ្លើយបន្លំគេហ៊ុនម៉ាណែតថាប៉ះពាល់បំផ្លាញសេដ្ឋកិច្ចកម្ពុជាបំផ្លាញសេដ្ឋកិច្ចកម្ពុជាបំផ្លាញវិនិយោគហ្នឹងហើយបំផ្លាញចរន្តសាច់ប្រាក់ហ្នឹងហើយមានអីទៀតចរន្តសាច់ប្រាក់រង្គើហ្នឹងហើយប៉ះពាល់ធំហ្នឹងហើយមួយវិញទៀតបើវាមិនប៉ះពាល់ចរន្តសាច់ប្រាក់បានន័យថាដំណើរការវិនិយោគប្រកបដីបើដំណើរការវិនិយោគប្រកបដីឯណាទៅការងាររបស់ប្រជាពលរដ្ឋមកលៀនអ្នកពីថៃហ្នឹងការងារគាត់នៅណាការងារប្រជាពលរដ្ឋផ្សេងទៀតនៅណាចំនួនប្រជាពលរដ្ឋធ្លាក់ចុះឬក៏កើនឡើងអ្នកណាក៏ត្អូញដែរដូច្នេះបើនិយាយថាមិនប៉ះពាល់ចរន្តសាច់ប្រាក់វាគឺជារឿងបោកប្រាស់ជ្រុលពេកហើយមួយវិញទៀតធនាគារហ៊ុយវ៉ាន់ផេដែលមានបាតុភិបបាតុកម្មរបស់ប្រជាពលរដ្ឋទាមទារតបាននេះធនាគារហ្នឹងគឺសម្រាប់លាងលុយយើងមើលអញ្ចឹងក៏យើងអាចយល់បានដែរប្រជាពលរដ្ឋដែលជាអតិថិជនគាត់ចាញ់បោកគេទេហើយលុយរបស់ពួកគាត់មួយផ្នែកតែលុយដែលផ្នែកធំនៅត្រង់ណាលុយដែលផ្នែកធំគឺអ្នកវិនិយោគចិនឬក៏ម៉ាហ្វ្យាចិនម៉ាហ្វ្យាពីប្រទេសនេះប្រទេសនោះគេចង់លាងលុយគេបង្ហូរលុយគេចូលហ៊ុយវ៉ាន់ផេហ្នឹងមកចូលហ៊ុយវ៉ាន់ផេគេយកលុយពីហ៊ុយវ៉ាន់ផេទៅវិនិយោគធ្វើឲ្យលុយគេនោះខ្លាយទៅជាលុយដែលគេលាងបានយកទៅប្រើប្រាស់ហើយដូច្នេះហើយបានជាដល់ពេលបច្ចុប្បន្នហ៊ុយវ៉ាន់ផេរងការស៊ើបអង្កេតមកចត់ណាស់ពីអង់គ្លេសអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកមិនគេមិនដឹងទេគេដឹងដូច្នេះមិនចាំបាច់បោកគេទេពាក្យថាមិនប៉ះពាល់ចរន្តហិរញ្ញវត្ថុវាគឺជារឿងបោកប្រាស់មួយដែលបោកប្រាស់កូនក្មេងក៏មិនជឿបានហ្នឹងអរគុណលោកកំសុកឥឡូវយើងអាចសង្ខេបបន្តិចបច្ចុប្បន្នភាពនៅកម្ពុជារឿងព្រំដែនត្រូវបានថៃឈ្លានពានរឿងអ ுக ្រិតកម្មអនឡាញប្រជាពលរដ្ឋកំពុងតែរងនឹងការប៉ះពាល់យ៉ាងខ្លាំងទៅនឹងចំណូលរបស់គាត់ជាពិសេសអតិថិជនរបស់ក្រុមហ៊ុនហ៊ុយវ៉ាន់ផេក៏ដូចជាធនាគារមួយចំនួនដែលកំពុងតែប្រឈមទៅនឹងការបាត់បង់ទ្រព្យសម្បត្តិដោយសារមិនមានការទទួលខុសត្រូវពីធនាគារដែលខ្លួនបានយកទៅផ្ញើវាសុទ្ធតែជារឿងដែលកំពុងតែក្តៅគប់ហើយជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដែលខំធ្វើការរកស៊ីលោកចាំជំនេះមុននឹងលោកសួរសំណួរមួយផ្សេងទៀតខ្ញុំមានយោបល់បន្តិចចុះរឿងចរន្តសាច់ប្រាក់ហ៊ុយវ៉ាន់ផេហើយនឹងបណ្ដាញអ ுக ្រិតកម្មឆ្លងដែនបណ្ដាញអ ுக ្រិតកម្មឆបោកតាមអនឡាញនេះខ្ញុំសូមអធិស្ឋានពីបងប្អូនប្រជាពលរដ្ឋដោយសាររវល់ពេកអស់កម្លាំងពេកនិយាយបែរជាជាប់បន្តិចដូច្នេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនប្រជាពលរដ្ឋដែលចាញ់បោកណាតស៊ូតបឲ្យមែនទេមូលហេតុអីក្នុងស្ថានភាពបច្ចុប្បន្នណាខ្ញុំបានសរសេរនៅលើ Facebook របស់ខ្ញុំថាក្នុងពេលនេះណាមានតែអ្នកយល់អំពីចរន្តសេដ្ឋកិច្ចសកលទេឬក៏ប្រព័ន្ធហិរញ្ញវត្ថុសកលទេទើបដឹងថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងកំពុងបត់ដកអាក្រក់បំផុតបត់យ៉ាងម៉េចខ្ញុំនិយាយរឿងងាយទៅចោះរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដែលគេប្រមូលនៅលុយឆបោកតាមអនឡាញរាប់ពាន់លានដុល្លារលុយទៅណាខ្ញុំសួរថាលុយទៅណាឥឡូវក្រុមហ៊ុនហ៊ុយវ៉ាន់ផេគេបាត់ហើយក្រុមហ៊ុនផ្សេងទៀតធនាគារផ្សេងទៀតក៏ចរាចរណ៍មិនបានដែរចាប់ផ្ដើមរង្គោះរង្គើហើយចុងអាលុយរាប់ពាន់លានទៅណាគេនឹងបដូររូបភាពថ្មីមួយរូបភាពឆបោកនោះនៅតែមានដដែលទេប៉ុន្តែទំនងជាមិនទលំទលាយដូចមុនទៀតទេដោយសារតែសហគមន៍អន្តរជាតិសង្កត់
អញ្ចឹងគេបដូរលុយហ្នឹងទៅទិញមាសតែស៊ីសេរីផ្សាយពីម្សិលមិញថាទិញមាសពីថៃមកគេរកឃើញមិនទាន់អស់ទេថាទៅដឹកចូលប្រហែល25តោនទៀតគេបដូរលុយទៅទិញមាសគេយកអាលុយរាប់ពាន់លានដុល្លារទៅទិញមាសមូលហេតុអីមូលហេតុកាលណារក្សាទុកមាសគឺវាមានសុវត្ថិភាពជាងព្រោះមាសទោះបីជាចុះក៏វាមិនចុះច្រើនប៉ុន្តែលុយដុល្លារបើកាលណាទុកហើយសហរដ្ឋអាមេរិកគៀបសង្កត់គឺមិនដឹងចាយយ៉ាងម៉េចទេឧទាហរណ៍បើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុងតែម្ដងដូច្នេះការទូទាត់ជាលុយដុល្លារទៅលេងរួចហើយបើទៅលេងរួចហើយអាលុយរាប់ពាន់លានដុល្លារដែលក្រុមគ្រួសារហ៊ុននោះកំពុងតែទុកនៅក្នុងប្រទេសកម្ពុជានោះវាដូចស្លឹកឈើអញ្ចឹងវាដូចកណ្ដាលអញ្ចឹងឃើញចាយអត់កើតទេអញ្ចឹងបើសិនជាគេបដូរយកទៅទិញមាសទោះបីនៅក្នុងស្ថានភាពបែបណាក៏ដោយវានៅមានតម្លៃរហូតអញ្ចឹងរូបភាពថ្មីដែលគេកំពុងធ្វើហ្នឹងគឺបដូរពីលុយទាំងអស់ហ្នឹងយកទៅទិញមាសហើយរឿងទិញមាសនេះបានជាខ្ញុំនិយាយពីព្រោះវាពាក់ព័ន្ធទៅនឹងរឿងព្រំដែនដែរពាក់ព័ន្ធយ៉ាងម៉េចសួរថាទិញមាសទិញមកពីណាក្រៅតែពីឆ្លងកាត់ថៃវៀតណាមងាយឲ្យឆ្លងកាត់ទេណាគឺឆ្លងកាត់ថៃបើសិនជាទិញមាសឆ្លងកាត់ថៃនោះមានន័យថាត្រូវធ្វើតាមថៃហើយឃើញចាញ់ថៃមកចំណុចទៀតទេម្ល៉េះហើយរដ្ឋាភិបាលក្រុមគ្រួសារហ្នឹងកំពុងតែយកលុយរាប់ពាន់លានដុល្លារហ្នឹងទៅផ្ទុកជាមាសមូលហេតុមួយទៀតដែលគេផ្ទុកជាមាសនៅត្រង់ណាអំបញ្ញនេះខ្ញុំនិយាយហើយគេផ្ទុកជាមាសគេដឹងថាគេត្រូវប្រឈមទណ្ឌកម្មពីសហរដ្ឋអាមេរិកលុយដុល្លារកាលណាសល់ហើយអាមេរិកដាក់ទណ្ឌកម្មមកវាទៅជាស្លឹកឈើហើយវាទៅជាកដាហើយចាយលេងកើតដូចសម័យប៉ុលពតអញ្ចឹងណាសម័យប៉ុលពតដល់ពេលគេអត់ចាយលុយមានតែចាយកើតណាវាដូចកដាដូចស្លឹកឈើប៉ុន្តែរបស់ដែលនៅមានតម្លៃមាននៅដូងកយកហូបបានឃើញទេដូច្នេះមាសក្នុងសម័យកាលណាក៏វានៅតែមានតម្លៃទោះបីធ្លាក់បន្តិចក៏វានៅតែមានតម្លៃអញ្ចឹងគេយកលុយដុល្លារហ្នឹងទៅទិញជាមាសហើយបើកាលណាគេរងទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលណាគេទិញជាមាសហើយមាសហ្នឹងលក់ទៅណាក៏បានដែរលក់ទៅចិនយកលុយចិនក៏បានទៅរកស៊ីជាមួយរុស្ស៊ីក៏បានរកស៊ីជាមួយអ្នកណាក៏បានឃើញទេយកមាសជាទុនសម្រាប់រកស៊ីនោះមានន័យថាម៉េចនោះមានន័យថារបបដ៏អាក្រក់ថ្មីរបស់រដ្ឋាភិបាលក្រុមគ្រួសារហ្នឹងកំពុងយកលុយដែលបោកប្រាស់ប្រជាពលរដ្ឋលុយឆោបបោកតាមអនឡាញរាប់ពាន់លានដុល្លារហ្នឹងទៅដូរជាមាសដើម្បីយកទុនហ្នឹងមកបំរុងចិញ្ចឹមអំណាចរបស់ខ្លួននេះអាកន្លែងហ្នឹងណាហើយបើសិនបើអ្នកតាមដានកិច្ចការមួយចំនួនដែលមើលមិនដល់អាចំណុចហ្នឹងទេណាគឺដើរមិនទាន់ល្បិចកលដល់កខ្វក់របស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនទេហើយមួយវិញទៀតពិភពលោកវាប្រែប្រួលក្រោយពីមានសង្គ្រាមនៅអ៊ុយក្រែនដែលរុស្ស៊ីឈ្លានពានក្រោយពីមានសង្គ្រាមនៅអ៊ីរ៉ង់ដែលអាមេរិកនិងអ៊ីស្រាអែលវាយឥឡូវនេះស្ថានភាពពិភពលោកវាមានការប្រែប្រួលប្រព័ន្ធហិរញ្ញវត្ថុលែងពឹងផ្អែកលើលុយដុល្លារទាំងស្រុងហើយក្រុមប្រទេស BRICS ចិនឥណ្ឌារុស្ស៊ីប្រេស៊ីលSouth Africa អាហ្វ្រិកខាងត្បូងឥឡូវនេះគេប្រុងបង្កើតរូបិយប័ណ្ណរួមមួយហើយជាបណ្ដោះអាសន្នគេប្រើរូបិយប័ណ្ណយន់របស់ចិនសិនទៅជារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនគេធ្វើម៉េចគេយកលុយរាប់ពាន់លានដុល្លារដែលគេបោកប្រាស់ពេញពិភពលោកបោកប្រាស់ប្រជាពលរដ្ឋខ្មែរទៅដូរជាមាសបើកាលណាគេទុកជាមាសនៅពេលដែលអាមេរិកដាក់ទណ្ឌកម្មគេយកមាសហ្នឹងទៅរកស៊ីជាមួយនឹងក្រុមប្រទេស BRICS ក៏បានដែរនេះគឺជាការវិវត្តថ្មីតែបើខ្ញុំអាចចង់និយាយប៉ុន្តែបើមិននិយាយទៅក្រែងលោកបងប្អូនឃើញរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនលេងល្ខោនចេះតែលេងល្ខោនតាមទៅចេះតែលេងល្ខោនតាមគេលេងល្ខោនរឿងទូរ៉េនក៏រឿងទូរ៉េនទៅគេលេងល្ខោនរឿងអីក៏រឿងហ្នឹងទៅប៉ុន្តែនៅពីក្រោយហ្នឹងគេកំពុងតែយកលុយហ្នឹងទៅដូរជាមាសទុកជាទុនឃើញទេហើយខ្ញុំនិយាយឲ្យងាយស្ដាប់ចុះបងប្អូនអានឹងវាជាប្រពៃណីមិនចាំបាច់អ្នកដែលយល់អំពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទេបើយើងនាំគ្នាវិភាគពិចារណាតែបន្តិចទៅដឹងហើយចាស់យើងថាកាលណាមានបញ្ហាយកមាសទៅទុកមាសអាចដោះដូរបានមាសអាចរស់បានឃើញទេអាហ្នឹងហើយដូច្នេះបងប្អូនដែលចាញ់បោកក្រុមគ្រួសារហ៊ុនណានាំគ្នាតបឲ្យមែនទេតបដើម្បីឲ្យមានដំណោះស្រាយប្រយ័ត្នក្រុមគ្រួសារហ៊ុនយកលុយរាប់ពាន់លានដុល្លារទៅទិញមាសអស់ទុកសម្រាប់ការពារអំណាចមិនទិញមាសបានផលប្រយោជន៍មកប្រទេសកម្ពុជាទេនេះអាហ្នឹងជាចរន្តហើយចាំមើលលោកឆាំចាំនេះចាំមើលបន្តិចមានព័ត៌មានទិញមាសបន្តិចមានព័ត៌មានទិញមាសបន្តិចមានព័ត៌មានទិញមាសហើយយើងឆ្ងល់ថាហើយចុះទិញមាសចូលស្រុកខ្មែរមាសច្រើនមិនល្អទេបើជាមាសរបស់ជាតិវាល្អឃើញទេប៉ុន្តែនេះជាមាសរបស់ណាមាសរបស់ក្រុមគ្រួសារហ៊ុនសម្រាប់ទុកស្ថានភាពនៅពេលដែលអាមេរិកកាត់ទណ្ឌកម្មអញ្ចឹងមានន័យថាម៉េចនៅពេលដែលក្រុមគ្រួសារហ៊ុនទិញមាសកាន់តែច្រើនណានោះមានន័យថាទណ្ឌកម្មក៏ជិតមកដល់ដែរបងប្អូនមើលចំណុចហ្នឹងណាកាលណាក្រុមគ្រួសារហ៊ុនទិញមាសកាន់តែច្រើនទណ្ឌកម្មក៏ជិតមកដល់ដែរបងប្អូនមើលចរន្តមួយចរន្តនៅពេលដែលគេរំលាយគណៈបក្សសង្គ្រោះជាតិរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចាប់ផ្ដើមទិញមាសមកពីមូលហេតុអីបានគេទិញមាសមូលហេតុដែលសំខាន់គឺគេដឹងថាអាមេរិកអឺរ៉ុបនឹងដាក់ទណ្ឌកម្មចាប់ផ្ដើមរឹតបន្តឹងនៅជំនួយជាមួយនឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហើយដូច្នេះដើម្បីបំរុង
អាចមានទុនសម្រាប់រកស៊ីបានមានតែទុកមាសមិនទុកលុយដុល្លារកែទេឃើញទេអានឹងហើយជាមូលហេតុដ៏ធំអញ្ចឹងយើងតាមអត់ទាន់បងប្អូនតាមអត់ទាន់ពេលបងប្អូនដឹងថាអូរឿងហ្នឹងវាអញ្ចឹងទេគេទិញមាសអញ្ចឹងទេដល់ទៅពេលដឹងទិញមាសអញ្ចឹងបងប្អូនត្រូវតែតបកុំឲ្យគេយកលុយបងប្អូនគេបោកបងប្អូនទៅទិញមាសសម្រាប់បំរុងធ្វើទុនក្នុងការចំណាយគេណាតបឲ្យគេដោះស្រាយជូនបងប្អូន បាទអរគុណលោកកំសុកហ្នឹងហើយសង្ឃឹមថាយើងនឹងអាចជួបគ្នានៅវេទិកាលើក្រោយប៉ុន្តែមុននឹងបញ្ចប់កម្មវិធីខ្ញុំចង់ទាញមកចូលទៅលើខ្លឹមសាររួមនៃប្រធានបទពីព្រោះតែរឿងបញ្ហាបូរណភាពទឹកដីត្រូវបាត់បង់រឿងអយុត្តិធម៌សង្គមក៏កាន់តែក្តៅឡើងនៅក្នុងប្រទេសកម្ពុជាជាពិសេសគឺអតិថិជនដែលខិតខំរកស៊ីដោយកម្លាំងញើសឈាមរបស់គាត់បានត្រូវបាត់បង់លុយកាក់ដោយសារគមគូសារតកូលហ៊ុនដែលមានហ៊ុនតូជាប្រធានធនាគារផងដែរថ្មីនេះលោកប្រធានសំរងស៊ីបានផ្ដល់ជាគំនិតថាប្រជាពលរដ្ឋខ្មែរគួរតែត្រូវគិតពីការបង្កើតតំបន់រំដោះលោកកំសុកតំបន់រំដោះនឹងមានន័យរបៀបម៉េចហើយពលរដ្ឋខ្មែរនឹងគួរបង្កើតរបៀបណាសូមចូលរួមទៅលើបញ្ហានឹងបន្តិចអញ្ជើញលោកកំសុកតំបន់រំដោះគឺជាផ្នែកគំនិតបដិវត្តដើម្បីប្រជាធិបតេយ្យនិងយុត្តិធម៌ថ្មីមួយដើម្បីសង្គ្រោះប្រទេសកម្ពុជាសូមបញ្ជាក់ណាបងប្អូនយើងប្រើពាក្យបដិវត្តមិនមែនបដិវត្តទៅធ្វើសង្គ្រាមអីទេបដិវត្តគំនិតបដិវត្តគំនិតនិងស្មារតីដើម្បីប្រជាធិបតេយ្យនិងយុត្តិធម៌តំបន់រំដោះតំបន់មានន័យថាទីតាំងរំដោះមានន័យថាម៉េចនិយាយងាយស្ដាប់កាលណាគេប្រើពាក្យរំដោះបានន័យស្ថានភាពនោះជាស្ថានភាពធ្ងន់ធ្ងរមែនទែនហើយមានន័យថាមិនមែនជាស្ថានភាពដែលបងប្អូនម្នាក់រងគ្រោះទៅសុំគេដោះស្រាយបានទេពីរអ្នករងគ្រោះសុំគេដោះស្រាយបានទេអត់ទេមានន័យថាស្ថានភាពគេវាយលុកធ្វើបាបជាប្រព័ន្ធអាហ្នឹងជាស្ថានភាពដែលត្រូវរំដោះបងប្អូនចេញហើយបងប្អូនត្រូវរំដោះអាស្ថានភាពដែលអាក្រក់ហ្នឹងដោយវិធីដូរនៅប្រព័ន្ធយ៉ាងម៉េចខ្ញុំបញ្ចូលពាក្យរំដោះមួយទៀតចុះឧទាហរណ៍ថា79វៀតណាមវាយចូលកម្ពុជាដូច្នេះស្ថានភាពនោះមិនមែនស្ថានភាពសុំឲ្យរដ្ឋាភិបាលនោះដោះស្រាយវៀតណាមវាយចូលកម្ពុជាខាត់ទេអត់ខាត់ទេគឺតោះតែយើងនាំគ្នារួមគ្នាធ្វើការតស៊ូរំដោះប្រទេសកម្ពុជាចេញពីការឈានពានរបស់វៀតណាមឃើញទេហើយមានត្រីភាគីមានអីរដ្ឋាភិបាលត្រីភាគីដូច្នេះបងប្អូនក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្នក៏អញ្ចឹងដែរពាក្យថាតំបន់រំដោះមានន័យពាក្យតំបន់និងរំដោះតំបន់គឺទីតាំងរំដោះមានន័យថាស្ថានភាពនោះគឺមិនអាចមានម្នាក់ពីរនាក់ទៅសុំដំណោះស្រាយបានទេទោះតែយើងនាំគ្នារកដំណោះស្រាយជាប្រព័ន្ធតែម្ដងឧទាហរណ៍អ្នកចាញ់បោកក្រុមហ៊ុនឬក៏ធនាគារហ៊ុយវ៉ាន់ផេអ្នកចាញ់បោកធនាគារហ៊ុយវ៉ាន់ផេបើយើងនិយាយចំអតិថិជនទាំងអស់គ្នាហ្នឹងនៅតំបន់ណាភ្នំពេញជាតំបន់មួយអញ្ចឹងទៅរំដោះអីរំដោះស្ថានភាពបងប្អូនកុំឲ្យគេចាញ់បោកសុំទោសកុំឲ្យចាញ់បោកគេរំដោះយ៉ាងម៉េចគឺបងប្អូននាំគ្នាអនុវត្តនៅផ្នែកគំនិតរួមមួយគឺសហការគ្នាទាមទារយុត្តិធម៌ឲ្យមានដំណោះស្រាយឃើញទេចេញនាំគ្នាសហការគ្នាទាមទារយុត្តិធម៌ឲ្យមានដំណោះស្រាយនោះមានន័យថាម៉េចមានន័យថារំដោះខ្លួនបងប្អូនពីការចាញ់បោកគេរំដោះខ្លួនបងប្អូនពីអយុត្តិធម៌ដែលគេបោកប្រាស់នោះឲ្យបានយុត្តិធម៌វិញឃើញទេអញ្ចឹងបងប្អូនដែលចាញ់បោកក្រុមហ៊ុនឬក៏ធនាគារហ៊ុយវ៉ាន់ផេបងប្អូនទាំងអស់គ្នាស្ថិតនៅក្នុងតំបន់មួយទៅរួមគ្នាតវ៉ាទៅរួមគ្នាទាមទារទៅរំដោះស្ថានភាពបងប្អូនឈប់ឲ្យចាញ់បោកគេហើយរកដំណោះស្រាយជូនបងប្អូនឲ្យបានប្រសិនបើមិនបានដំណោះស្រាយទេកុំឈប់អានឹងទើបអាចរំដោះស្ថានភាពដ៏អាក្រក់របស់បងប្អូនចេញពីជីវិតរបស់បងប្អូនបានហើយបងប្អូនបានដំណោះស្រាយឃើញទេឧទាហរណ៍មួយទៀតឧទាហរណ៍ថាបងប្អូននៅតំបន់ណានៅសៀមរាបចាញ់បោកក្រុមហ៊ុនលេងចាណាមែនទេតំបន់ណាស្រុកណានៅខេត្តសៀមរាបចាញ់បោកក្រុមហ៊ុនលេងចាណានោះអញ្ចឹងបងប្អូននៅតំបន់នោះបងប្អូនរក្សាស្មារតីរួមគ្នាដូចជាតំបន់រំដោះមួយអញ្ចឹងមិនមែនការអនុវត្តមិនធ្វើអីដោយអំពើហិង្សាទេប៉ុន្តែអនុវត្តនៅផ្នែកគំនិតរួមមួយថារួមគ្នាតវ៉ាទៅក្រុមហ៊ុនលេងចាណាទៅរដ្ឋាភិបាលទៅតុលាការទាមទារដំណោះស្រាយឲ្យបានគឺរំដោះបងប្អូនចេញពីភាពអយុត្តិធម៌ដែលត្រូវគេប្រាស់អាហ្នឹងហើយតំបន់រំដោះហើយមួយទៀតឧទាហរណ៍ថាបងប្អូននៅភូមិប្រច័ណ្ឌភូមិជោគជ័យភូមិប្រច័ណ្ឌទៅចុះបងប្អូនត្រូវថៃចូលមួយឈានទីយកផ្ទះរបស់បងប្អូនអញ្ចឹងភូមិប្រច័ណ្ឌជាតំបន់រំដោះមួយរំដោះយ៉ាងម៉េច
គឺថាបងប្អូននៅភូមិព្រៃច័ន្ទហ្នឹងនាំគ្នារួមគ្នាមានផ្នែកគំនិតរួមមួយរួមគ្នាតវ៉ាទាមទារទៅរដ្ឋាភិបាលក្រមគ្រួសារហ៊ុនថាឲ្យត្រូវតែដោះស្រាយយកផ្ទះមកវិញយកដីពីថៃមកវិញនៅភូមិជោគជ័យក៏អញ្ចឹងនៅតំបន់ផ្សេងទៀតក៏អញ្ចឹងឥឡូវនេះជាង60តំបន់ហើយអញ្ចឹងបងប្អូនមកតំបន់បងប្អូនបង្កើតតំបន់រំដោះមួយទៅជាតំបន់រំដោះជាង60នៅទូទាំងប្រទេសសំដៅនៅក្បែរព្រំដែនថៃហ្នឹងដើម្បីទាមទារទឹកដីនៃប្រទេសកម្ពុជាមកវិញទាមទារយ៉ាងម៉េចទាមទារទី1ឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវធានាថាយកទឹកដីបានទាមទារទី2ឲ្យថៃត្រូវតែដកកងទ័ពឬកម្លាំងចេញពីទឹកដីកម្ពុជាមួយវិញទៀតដើម្បីបញ្ជាក់ថារដ្ឋាភិបាលក្រមគ្រួសារហ៊ុនហ្នឹងគិតថាទឹកដីនោះជាទឹកដីខ្មែរឬក៏អត់អាចធ្វើបែបនេះមួយបងប្អូនជាង60តំបន់ហ្នឹងនាំគ្នាប្តឹងទៅតុលាការឧទាហរណ៍ប្តឹងទៅតុលាការនៃប្រទេសកម្ពុជាប្តឹងមើលតុលាការហ្នឹងកាត់យ៉ាងម៉េចឧទាហរណ៍បងប្អូននៅតំបន់ណាភូមិជោគជ័យបងប្អូនទៅប្តឹងទៅតុលាការថាមានគេមកយកផ្ទះយកដីរបស់បងប្អូនហើយមានថៃមកយកហើយតែតុលាការនៅប្រទេសកម្ពុជាកាត់ថាម៉េចកាត់ថាបងប្អូនជាម្ចាស់ដីឬក៏កាត់ថាបងប្អូនមិនមែនជាម្ចាស់ដីទោះបីជាតុលាការនៅកម្ពុជាកាត់ហើយបងប្អូនមិនបានមកវិញក៏ដោយមិនទាន់បានមកវិញក៏ដោយក៏បង្ហាញជាមហោថាអូខាងរដ្ឋាភិបាលគេគិតថានោះដីរបស់ខ្មែរឃើញទេប៉ុន្តែបើតុលាការមិនហ៊ានកាត់នោះមានន័យថារដ្ឋាភិបាលអត់ច្បាស់លាស់ឃើញទេយើងតស៊ូអញ្ចឹងយើងតស៊ូគ្រប់រូបភាពទាំងអស់តំបន់រំដោះលោកកំសុកខ្ញុំសូមបញ្ចូលមួយចាស់ជាគំនិតផងជាសំណួរផងឧបមាពួកយើងដឹងនៅកម្ពុជាណាយើងនិយាយត្រឹមតែអ្នកដែលចាញ់បោកក្រុមអង្គការណាវាមានប្រជាពលរដ្ឋច្រើនណាស់ឥឡូវឧបមាថាអ្នកចាញ់បោកលេងចនាអ្នកចាញ់បោកលេងនវត្រាអ្នកចាញ់បោកហ៊ុនតូអ្នកចាញ់បោកឌួងតារាអ្នកចាញ់បោកហ៊ីកំហុងអីជាដើមនៅមានមនុស្សជាច្រើនទៀតអង្គការជាច្រើនទៀតដែលបោកណាប៉ុន្តែឧបមាថាអ្នកដែលចាញ់បោកទាំងអស់ហ្នឹងរួមគ្នាជាសហគមន៍មួយដើម្បីចេញតវ៉ារួមគ្នាតើយើងអាចនិយាយបានថាវាជាចលនារំដោះនៅរឿងអយុត្តិធម៌ចេញពីពួកគាត់បាននេះប្រសិនបើអាចរួមគ្នាទាំងអស់គ្នាល្អប៉ុន្តែគំនិតនៃតំបន់រំដោះចង់និយាយថាបងប្អូនបើមិនអាចរួមគ្នាទូទាំងប្រទេសបានអ្នកណាមានអយុត្តិធម៌នៅទីណាត្រូវមានគំនិតធ្វើការជាមួយគ្នាក្នុងនាមជាអ្នករងគ្រោះដូចគ្នាហើយធ្វើសកម្មភាពដូចតំបន់នោះត្រូវរំដោះចេញពីភាពអយុត្តិធម៌ឲ្យបានខ្ញុំនិយាយអញ្ចឹងណាឧទាហរណ៍ថាបងប្អូននៅកពតមានម៉ៅតំណែងអីនៅកពតហ្នឹងគឺមានច្រើនគ្នាណាមានអ្នកចាញ់បោកលេងនវត្រាក៏មានអ្នកចាញ់បោកហ៊ុនតូក៏មានអ្នកចាញ់បោកហ៊ីកំហុងក៏មានអ្នកចាញ់បោកអីម៉ៅធិនិនអីក៏មានដែរម៉ៅធិនិនទៅយកដីយកអីរបស់ប្រជាពលរដ្ឋទៅឲ្យមរាយក្មេកអីក៏មានដែរអញ្ចឹងឧបមាថាអ្នកចាញ់បោកទាំងអស់ហ្នឹងអាចរួមគ្នាជាកម្លាំងមួយនៅកពតអីអញ្ចឹងទៅណាអ្នកដែលចាញ់បោកនៅខាងសៀមរាបរួមគ្នាជាកម្លាំងមួយនៅសៀមរាបអីអញ្ចឹងទៅនេះវាជាចំណុចល្អដើម្បីឲ្យពួកគាត់អាចរកយុត្តិធម៌បានឆាប់ដែរឬក៏យ៉ាងម៉េចបើសិនជាដូចខ្ញុំបញ្ជាក់អញ្ចឹងបើបងប្អូនមានភាពអយុត្តិធម៌ប្រមាណខេត្តមួយប៉ុន្តែក្នុងវិស័យផ្សេងគ្នាឬក៏អយុត្តិធម៌ពីការចាញ់បោករបស់ក្រុមហ៊ុនផ្សេងគ្នាអញ្ចឹងចុះណាបាទហើយអាចរួមគ្នាបានអានោះល្អដើម្បីជួយតវ៉ាគ្នាអានោះល្អប៉ុន្តែប្រសិនបើបងប្អូនធ្វើអញ្ចឹងមិនបានអាចធ្វើជារូបភាពតូចក៏បានដែរវាទៅជាតំបន់រំដោះតូចឧទាហរណ៍នៅសៀមរាបអ្នកចាញ់បោកក្រុមហ៊ុនលេងចនាក៏មានក្រុមហ៊ុនលេងនវត្រាក៏មានក្រុមហ៊ុនផ្សេងទៀតក៏មានអញ្ចឹងអ្នកដែលចាញ់បោកក្រុមហ៊ុនលេងចនាទៅចុះប្រកាសទៅជាផ្នែកគំនិតនៃតំបន់រំដោះមួយទៅទាមទារឲ្យក្រុមហ៊ុនលេងចនាត្រូវតែដោះស្រាយឲ្យបានទាមទារឲ្យរដ្ឋាភិបាលនិងតុលាការដោះស្រាយឲ្យបានឃើញទេអានោះតំបន់រំដោះមួយហើយមិនមែនទៅកាន់កាភ្លើងមិនមែនទៅធ្វើអំពើហិង្សាអីទេគឺរំដោះអីគឺនាំគ្នាតស៊ូរំដោះខ្លួនឯងចេញពីភាពអយុត្តិធម៌រំដោះខ្លួនឯងចេញពីការឆោបបោកហ្នឹងឲ្យបានលុយយើងមកវិញឲ្យបានទ្រព្យយើងមកវិញនេះធ្វើអញ្ចឹងទូទាំងប្រទេសអញ្ចឹងប៉ុន្តែបងប្អូនសួរថាចុះឧបមាថាតំបន់នោះវាធំបញ្ហាទឹកដីในប្រទេសកម្ពុជាមានការឈឺចាប់ទូទាំងប្រទេសបង្កើតតំបន់រំដោះយ៉ាងម៉េចអានោះយើងបង្កើតផ្នែកគំនិតទូទាំងប្រទេសមួយទៅបង្កើតគំនិតថាយើងនាំគ្នាសហការគ្នាទូទាំងប្រទេសដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាទឹកដីឲ្យបានជ្រះស្រឡះអញ្ចឹងទំហំតំបន់រំដោះវាស្ថិតនៅលើទំហំនៃបញ្ហាបើសិនជាបញ្ហានោះវាធំហើយមានការរីកសាយភាយទូទាំងប្រទេសអាហ្នឹងទូទាំងប្រទេសហ្នឹងជាតំបន់រំដោះហើយបើបញ្ហាហ្នឹងឧបមាថាក្រុមហ៊ុនមួយទៅបោកតែមួយភូមិអាហ្នឹងតំបន់រំដោះរបស់បងប្អូនមកភូមិហ្នឹងបើក្រុមហ៊ុនមួយទៅបោកមួយខេត្តអាហ្នឹងតំបន់រំដោះមួយខេត្តហ្នឹងដូច្នេះពាក្យថាតំបន់រំដោះគឺជាផ្នែកគំនិតមួយ
ដែលប្រជាពលរដ្ឋចេះធ្វើការរួមគ្នាស្នើឲ្យប្រជាពលរដ្ឋធ្វើការរួមគ្នារំដោះខ្លួនចេញពីភាពអយុត្តិធម៌និយាយចំឧទាហរណ៍ទៀតឧទាហរណ៍ថាកងទ័ពជួរមុខដែលទៅប្រយុទ្ធនឹងថៃកន្លងមកកងទ័ពជួរមុខច្រើនណាស់ស្លាប់រាប់រយអ្នកគ្រួសារកងទ័ពជួរមុខអ្នកដែលរងភាពអយុត្តិធម៌នេះដែលរដ្ឋាភិបាលមិនព្រមដោះស្រាយនេះហើយឃើញគឺហាតែជាមួយពួកអ្នកដែលធ្វើកិច្ចការក្បែរហ៊ុនសែននោះតែបងប្អូនគ្រួសារកងទ័ពបងប្អូនកងទ័ពបងប្អូនគួរតែមានផ្នែកគំនិតបង្កើតជាបណ្ដាញតំបន់រំដោះមួយឃើញតើឲ្យរដ្ឋាភិបាលហ្នឹងកុំចាយលុយខ្ជះខ្ជាយលើរឿងអត់ប្រយោជន៍ហើយរដ្ឋាភិបាលហ្នឹងដោះស្រាយបញ្ហាកងទ័ពតើបាននាំគ្នាតើបានអត់នេះដូច្នេះតំបន់រំដោះសួរថានៅកន្លែងណាខ្លះខ្ញុំបានបញ្ជាក់បងប្អូនហើយកន្លែងណាមានភាពអយុត្តិធម៌បងប្អូនរួមគ្នាក្នុងការសហការគ្នាធ្វើការជាមួយគ្នាទាមទារយុត្តិធម៌ឲ្យបានអយុត្តិធម៌លើរឿងអីទាមទារយុត្តិធម៌លើរឿងហ្នឹងអយុត្តិធម៌លើសិទ្ធិសេរីភាពទាមទារយុត្តិធម៌លើសិទ្ធិសេរីភាពគណៈបកនយោបាយក៏អាចចូលរួមសហការគ្នារបៀបតំបន់រំដោះមួយដែររំដោះអីរំដោះសិទ្ធិនយោបាយគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាច្រើនណាដែលរងនៅអយុត្តិធម៌គ្មានការបោះឆ្នោតឲ្យសេរីត្រឹមត្រូវមិនអាចធ្វើនយោបាយតាមរដ្ឋធម្មនុញ្ញបានហើយដូច្នេះបង្កើតផ្នែកគំនិតមួយសហការគ្នាទៅជាបណ្ដាញនៃតំបន់រំដោះទាមទារអីទាមទារយុត្តិធម៌នៃការបោះឆ្នោតទាមទារឲ្យកែប្រែកោចបឡើងវិញទាមទារឲ្យដូរនីតិវិធីនៃការបោះឆ្នោតមួយចំនួនដូចជាបញ្ជីឈ្មោះបោះឆ្នោតអត់មានសាររើអីត្រឹមត្រូវទេហើយបើអត់សាររើបញ្ជីឈ្មោះបោះឆ្នោតត្រឹមត្រូវគឺថាគេឲ្យគណៈបកប្រជាជនកម្ពុជាប្រមាណកៅអីក៏ស្រេចតែគេទៅវាអត់មានអីទៅគេពិបាកទេចំណុចសំខាន់គឺសាររើបញ្ជីឈ្មោះបោះឆ្នោតហ្នឹងហើយបើមិនសាររើបញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវផងធ្វើម៉េចនឹងអាចប្រកួតប្រជែងដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទៅកើតអត់កើតទេហើយរឿងហ្នឹងគឺតោះតែមានផ្នែកគំនិតចេញពីគណៈបកនយោបាយទាំងអស់ថាខ្លួនត្រូវនាំគ្នាសហការគ្នាក្នុងបណ្ដាញជាតំបន់រំដោះមួយរំដោះសិទ្ធិសេរីភាពនយោបាយរបស់បងប្អូនជប់ឲ្យគេគៀបរំដោះកោជបកុំឲ្យកោជបរបស់គណៈបកនយោបាយតែមួយរំដោះភាពអយុត្តិធម៌នៃការបោះឆ្នោតឲ្យទៅជាការបោះឆ្នោតដែលអាចទទួលយកបានអាហ្នឹងគំនិតនៃតំបន់រំដោះដូច្នេះនៅពេលដែលបងប្អូនមានរឿងអយុត្តិធម៌អ្វីមួយក៏ប្រចាំគ្នាមកភូមិក៏ដោយមកឃុំក៏ដោយមកស្រុកក៏ដោយកាលណាមានភាពអយុត្តិធម៌ក្នុងវិស័យតែមួយភាពអយុត្តិធម៌ពីតំបន់ឬក៏ពីក្រុមហ៊ុនឬពីអាជ្ញាធរលើរបៀបតែមួយរួបរวมគ្នាក្នុងការតវ៉ាអ្វីដែលជាចំណុចសំខាន់ណានៅក្នុងសន្ទរកថានឹងយ៉ាងម៉េចគេនិយាយថាស្រស់ស្រួលគ្នាដោះដូរប្រជាជននិងប្រជាជនហើយបង្កើតនៅសន្តិភាពយូរអង្វែងស្ដាប់ទៅដូចល្អណាស់សន្តិភាពយូរអង្វែង long lasting peace សន្តិភាពយូរអង្វែងប៉ុន្តែកាលណាគេនិយាយពីសន្តិភាពយូរអង្វែងក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្នអ្នកណាចំណេញស្អីទៅសន្តិភាពកុំសាររើគ្នាកុំប្រទុះគ្នាអ្នកណានៅហ្នឹងទៅហើយថៃកំពុងនៅកន្លែងណានៅលើទឹកដីខ្មែរប្រហែលយ៉ាង60ទីតាំងយ៉ាងតិចមែនអញ្ចឹងនៅណាថៃកំពុងគ្រប់គ្រងសម្បត្តិខ្មែរហើយបើសន្តិភាពរបៀបហ្នឹងមានន័យថាម៉េចថៃយកទឹកដីខ្មែរឃើញទេរដ្ឋាភិបាលក្រុមគ្រួសារហ្នឹងនិយាយនៅអ្វីដែលជាការចង់បានរបស់ថៃទាំងអស់ហើយសប្តាហ៍ថ្ងៃគេចង់បានពាក្យថាសន្តិភាពហ្នឹងតាគេចង់បានពាក្យសន្តិភាពកុំឲ្យប្រទុះគ្នាហ្នឹងតាដើម្បីអីដើម្បីគេគ្រប់គ្រងទឹកដីនៃប្រទេសកម្ពុជាហ្នឹងហើយចុះខ្មែរយើងចង់ធ្វើសង្គ្រាមឬខ្ញុំនិយាយហ្នឹងមិនមែនឲ្យធ្វើសង្គ្រាមទេប៉ុន្តែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់បាននិយាយឲ្យច្បាស់ថាស្អីទៅដែលកម្ពុជាត្រូវការតែកម្ពុជាទៅចង់បាននៅពេលនេះមិនមែនរឿងសន្តិភាពឬមិនសន្តិភាពទេត្រូវការទឹកដីរបស់ខ្លួនមកវិញហើយពាក្យសន្តិភាពដែលលោកហ៊ុនម៉ាណែតត្រូវធ្វើនោះត្រូវនិយាយគឺដំណោះស្រាយដោយសន្តិភាពមិនមែនបង្កើតសន្តិភាពរវាងប្រទេសទាំងពីរហើយឲ្យទឹកដីគេទេគឺនិយាយអំពីដំណោះស្រាយដោយសន្តិភាពអាហ្នឹងមិនត្រឹមត្រូវប៉ុន្តែលោកហ៊ុនម៉ាណែតអត់បាននិយាយចឹងទេកសាងសន្តិភាពរវាងគ្នាមានន័យថាម៉េចឲ្យទឹកដីគេនោះណាកសាងសន្តិភាពរវាងគ្នាណាពាក្យសន្តិភាពដែលកម្ពុជាត្រូវប្រើគឺត្រូវប្រើនៅភាសាមួយដែលគេហៅថាដំណោះស្រាយដោយសន្តិភាពដំណោះស្រាយដោយសន្តិភាពគឺរុញទៅតុលាការអន្តរជាតិឃើញទេក្រឡានេះគឺដើរក្រោយអនុទានសុតសាមអញ្ចឹងខ្ញុំមើលឃើញថាក្រុមគ្រួសារហ៊ុននេះកាន់ណាទៅអត់មួយទេបាត់បង់ទឹកដីអរគុណលោកកឹមសុខចំពោះការអធិប្បាយនិងពន្យល់បានក្បោះក្បាយខ្ញុំគាត់đãចូលរួមចំណែកមកបន្តិចពាក់ព័ន្ធទៅនឹងលោកកឹមសុខលើកឡើងអំពីគេហៅថាថៃបញ្ជូនឬក៏បញ្ចេញនៅរឿងអាស្រូវរបស់របបលោកហ៊ុនសែនខ្ញុំអាចចូលរួមបន្តិចបានថាហេតុអីបានជាថៃអាចបញ្ចេញនៅរឿងអាស្រូវជាពិសេសពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋកម្មឆ្លងដែនរបស់របបហ៊ុនសែនចេញបានបងប្អូនជួរជាតិត្រូវជ្រាបថាកន្លងមកកាស៊ីណូមួយចំនួនមិនមួយចំនួននេះស្ទើរតែទាំងអស់នៅតាមព្រំដែនកម្ពុជាថៃ
ដែលក្រុមគ្រួសាររបស់ហ៊ុនសែនយកកាស៊ីណូជាទីតាំងប្រព្រឹត្តបទឧក្រិដ្ឋគឺកាស៊ីណូនឹងប្រើប្រព័ន្ធអ៊ីនធឺណិតថៃទាំងអស់ដូច្នេះអាការឆ្លងឆ្លើយការតំណាក់តំណងការងាររកស៊ីប្រព្រឹត្តនៅបទឧក្រិដ្ឋអីហ្នឹងគឺថៃគេមាននៅក្នុងដៃគេពេញតែហ្មងអានេះហើយវាជាចំណុចមួយដែលយើងតែងតែនិយាយថាថៃរបស់ហ៊ុនសែនមានចំណុចខ្សោយនៅក្នុងទឹកដីថៃអញ្ចឹងហើយបានជាអត់ហ៊ានធ្វើអីថៃហើយដើម្បីបន្តអំណាចរបស់ខ្លួនឲ្យបានគ្រប់គ្រងកម្ពុជាតទៅមុខទៀតហ្នឹងគឺសុខចិត្តកាត់ទឹកដីទៅឲ្យថៃអានេះវាជារឿងមួយដែលបងប្អូនចូលរួមជាតិត្រូវដឹងហើយពិចារណាឲ្យបានពេញលេញថាតើក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដីនេះយើងសុខចិត្តទទួលយកក្រុមគ្រួសារតកូលហ៊ុនឲ្យដឹកនាំប្រទេសហើយបន្តឲ្យថៃឈ្លានពានទឹកដីយើងតាមរយៈនៃក្រុមគ្រួសារតកូលហ៊ុនជាអ្នកគ្រប់គ្រងប្រទេសនិងអនុញ្ញាតឲ្យថៃឈ្លានពានទឹកដីបាទលោកចាំចានីនិយាយអំពីអ៊ីនធឺណិតនេះមែនតើថៃគ្រប់គ្រងបានប៉ៃខាងលិចក្នុងជំរឿមួយថា10គីឡូពីព្រំដែនទៅចុះប៉ុណ្្នឹងទៅចុះប៉ុន្តែតាក់ទងអ៊ីនធឺណិតនេះណាខ្ញុំសូមបញ្ជាក់បងប្អូនឲ្យច្បាស់ណាប្រសិនបើទុកក្រុមគ្រួសារហ៊ុននៅកាន់អំណាចគឺកម្ពុជារបស់យើងមិនមែនជារបស់ខ្មែរទៀតទេត្រូវនៅប៉ៃខាងលិចថៃប្រមូលបានព័ត៌មានសន្តិសុខទាំងអស់ចំណែកឯមិនមែនប៉ៃខាងកើតទេគឺប្រទេសកម្ពុជាទាំងមូលសល់ពីថៃភាគច្រើនលើសលប់ប្រមាណ 80% នៃទឹកដីកម្ពុជាវៀតណាមគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតទាំងអស់ហើយបងប្អូនថៃវៃនៅប៉ែកខាងលិចយើងមើលឃើញថាប្រព័ន្ធឆបោកអនឡាញនៅប៉ែកខាងលិចនឹងដូចជាធំឃើញធំមែនណាប៉ុន្តែកុំភ្លេចថាប៉ែកខាងកើតជាប់ព្រំដែនវៀតណាមក៏មិនមែនតូចដែរមិនតូចនោះទេធំដូចគ្នាគឺធំដូចគ្នាហើយមិនមែនវៀតណាមមិនប្រើកម្លាំងចូលមកទឹកដីខ្មែរដើម្បីរំដោះជនជាតិគេដែលជាប់នៅក្នុងការឆបោកតាមអនឡាញដូចជានៅបាវិតដូចជានៅភ្នំបូកគោអីជាដើមមិនមែនវៀតណាមមិនប្រើកម្លាំងគេប្រើកម្លាំងមកគេរំដោះតាប៉ុន្តែមិនបានជាមិនឃើញសង្គ្រាមវាយដូចថៃពីព្រោះលោកហ៊ុនសែនអត់ហ៊ានជាមួយវៀតណាមបណ្ដោយឲ្យវៀតណាមចូលតាមអញ្ចឹងដូច្នេះណាទឹកដីកម្ពុជាណាកងទ័ពវៀតណាមចូលពេលណាក៏បានដែរសប្តាហ៍ថ្ងៃហ្នឹងហើយនៅពេលដែលវៀតណាមគេប្រើកម្លាំងរបស់គេចូលមករំដោះជនជាតិគេដែលចាញ់ការឆបោកនៅតាមមជ្ឈមណ្ឌលឆបោកអនឡាញជាប់ព្រំដែនវៀតណាមក្តីចូលទឹកដីនៃប្រទេសកម្ពុជាចិត្តទៅប៉ែកខាងវៀតណាមនឹងក្តីហ្នឹងណាគេមិនប្រើនគរបាលមិនប្រើប៉ូលីសគេប្រើកងទ័ពតែម្ដងហើយដូច្នេះកម្ពុជាសប្តាហ៍ថ្ងៃប្រសិនបើបណ្ដោយឲ្យក្រុមគ្រួសារហ៊ុននៅកាន់អំណាចគ្មានកន្លែងណាដែលកងទ័ពវៀតណាមចូលមិនដល់ទេគឺចូលដល់គ្រប់កន្លែងទៅអស់ពីព្រោះរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់បានចាត់ការឬក៏ទប់ស្កាត់កងទ័ពវៀតណាមឡើយបើជាមួយថៃហ៊ានខ្លះដោយសារតែហ៊ានជាមួយថៃខ្លះហ្នឹងហើយបានទៅជាផ្ទុះសង្គ្រាមនោះឃើញទេបងប្អូនដូច្នេះសូមបងប្អូនចាប់អារម្មណ៍ឲ្យមែនទែនហើយយើងរំពឹងលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនយ៉ាងម៉េចបងប្អូនពិចារណាមើលនៅពេលដែលជំនួបសេប៊ូត្រីភាគីប្រធានាធិបតីហ្វីលីពីនអានូទីនហ៊ុនម៉ាណែតចេញពីជំនួបទ្វេភាគីមកថៃគេអះអាងនៅអ្វីដែលជាផលប្រយោជន៍គេទាំងអស់គេគ្រប់គ្រងដែនសមុទ្រគេថាគេមានឱកាសគ្រប់គ្រងដែនសមុទ្រគេថាកក់គុតរបស់គេដោះដូរប្រជាជននិងដោះដូរប្រជាជនគេអនុវត្តរួមគ្នាគេធ្វើអ្វីដែលជាផលប្រយោជន៍គេទាំងអស់ប៉ុន្តែរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតខ្លួនឯងផ្ទាល់អ្នកនាំពាក្យរបស់ពួកគាត់អត់បាននិយាយថាតើលោកហ៊ុនម៉ាណែតបាននិយាយអ្វីជាមួយអានូទីននោះទេតើបានប្រាប់លោកអានូទីនថាឥឡូវនឹងពលរដ្ឋខ្មែរដែលបាត់បង់ផ្ទះនឹងប្រមាណគ្រួសារប្រមាណ100គ្រួសារដែលថៃចូលមកយកផ្ទះប្រជាពលរដ្ឋខ្មែរកុំតិចផ្ទះប្រជាពលរដ្ឋខ្មែរនោះអត់មានតតែសោះហើយជំហររដ្ឋាភិបាលអញ្ចឹងបងប្អូនសង្ឃឹមថាដោះស្រាយបញ្ហាបានដែរដោះស្រាយបញ្ហាបានទេខ្ញុំនិយាយអត់បន្លាចទេខ្ញុំនិយាយការពិតទាំងអស់ដូច្នេះសូម្បីតែការពិតនៃផលលំបាករបស់ប្រជាពលរដ្ឋនៅចំពោះមុខហ្នឹងហ៊ុនម៉ាណែតអត់និយាយផងហ្នឹងអានូទីនចេញមករដ្ឋមន្ត្រីការបរទេសថៃចេញមកគេនិយាយការពីផលប្រយោជន៍គេទាំងអស់ក្រុមលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិយាយតែប្រជាជនហោះចាប់ដៃនេះចាប់ដៃនោះជប់លៀងហូបបាយត្រឡប់មកប្រទេសកម្ពុជាវិញហើយនិយាយថាគឺជាជោគជ័យនៃដំណើរទស្សនកិច្ចហាក់មានអីទេណាខ្ញុំស្ដាប់សងស្លាប់តាមខ្ញុំស្ដាប់សូណារ៉ូអត់មានអីទេណាគឺយកអាសេចក្តីជជែករួមសេចក្តីថ្លែងការណ៍រួមសំទោសការជជែករួមការសន្មតរួមរបស់អាស៊ាននោះមកអាននោះប៉ុន្តែសម្បត្តិផលដែលហ៊ុនម៉ាណែតត្រូវធ្វើចំពោះប្រទេសជាតិអត់មានអីទាំងអស់ឃើញអានឹងហើយបាទខ្ញុំបញ្ជាក់ជូនបងប្អូនថាហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីនេះគឺអាប់មុខកម្ពុជាណា
ហើយគ្មានបានផលប្រយោជន៍អីកម្ពុជាទេខ្ញុំបានវិភាគជាមួយលោកជុនច័ន្ទវត្តនៅវិទ្យុអាស៊ីសេរីតាំងពីឆ្នាំ2003ម្លេះដូចជាថ្ងៃទី24ណាមកថ្ងៃទី23ឬ24ថ្ងៃបោះឆ្នោតខ្ញុំបានបញ្ជាក់ប្រាប់នៅពេលនោះហើយថាលោកហ៊ុនម៉ាណែតឡើងទៅធ្វើនាយករដ្ឋមន្ត្រីហ្នឹងគឺឡើងទៅបំផ្លាញបន្ថែមកាន់តែធ្ងន់ធ្ងរហើយឃើញកាន់តែឆាប់មិនចាំបាច់រងចាំ10ឆ្នាំទេគឺក្នុងរយៈពេលតែ2ឆ្នាំវាច្បាស់ហ្មងហើយច្បាស់ដែរបងប្អូន អរគុណលោកកំសុកដោយសារយើងមានប្រធានបទគូផ្សំ2ទៀតដូច្នេះអំពីរឿងបញ្ហាព្រំដែនដែលទឹកនិងដែនគោករវាងកម្ពុជាថៃខ្ញុំគិតថាយើងអាចជជែកគ្នាប៉ុណ្ណេះតែយើងឈានទៅប្រធានបទមួយទៀតដោយដែលលោកកំសុកក៏ដូចជាបងប្អូនចូលរួមជាតិបានជ្រាបស្រាប់ហើយថាកម្ពុជាបច្ចុប្បន្នវាមានរឿងព្រំដែនផងវាមានរឿងឧក្រិដ្ឋកម្មអនឡាញផងហើយអ្នកដែលរងគ្រោះគឺភាគច្រើនគឺប្រជាពលរដ្ឋក្នុងប្រទេសដូចជាបច្ចុប្បន្ននេះករណីហ៊ួយវ៉ាន់ផេណាហ៊ុនតូប្រកាសមិនទទួលខុសត្រូវទៅលើសំណងរបស់ប្រជាពលរដ្ឋបញ្ញាទឹកប្រាក់របស់ប្រជាពលរដ្ឋនៅក្នុងធនាគាររបស់គាត់ក៏ដោយហើយក៏ដូចជាការដែលអាមេរិកបានដាក់ទណ្ឌកម្មទៅលើអង្គការកុកអានហើយដែលកន្លងមកហ្នឹងនៅពេលដែលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើអង្គការផ្សេងៗដូចជាទ្រីភិបក្តីដូចជាលីយ៉ុងផាត់ក្តីរបបហ៊ុនសែនឪកូនហ៊ុនសែនហ្នឹងតែងតែអះអាងថាមិនប៉ះពាល់ទៅដល់ដំណើរការឬក៏ចរន្តសាច់ប្រាក់នៅក្នុងការងាររកស៊ីអីហ្នឹងទេប៉ុន្តែថ្មីនេះលោកកុកអានគាត់បាននិយាយត្រង់គាត់ថាចង្វាក់ធនាគារការផ្ទេរលុយរបស់គាត់គឺគាត់ស្ទះហើយនៅខាងក្រៅក្រោយពីអាមេរិកដាក់ទណ្ឌកម្មចំណុចនេះខ្ញុំចង់បានការបញ្យល់ពីលោកកឹមសុខខ្លះថាហេតុអីបានជារបបឪកូនហ៊ុនសែនហ្នឹងតែងតែនិយាយកុហកប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងរឿងទណ្ឌកម្មហ្នឹងថាវាមិនមានប៉ះពាល់ទៅដល់ចង្វាក់លុយអ្នកណានិយាយថាអត់ប៉ះពាល់ចរន្តសាច់ប្រាក់ហ៊ុនសែនឬហ៊ុនម៉ាណែតតែទាំងពីរនៅឪកូនហ្នឹងតែងតែនិយាយដដែលជាដដែលរឿងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិហ្នឹងវាមិនប៉ះពាល់អីទេប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងប្រហែលជាលោកកុកអានផ្លាត់មាត់គាត់បាននិយាយត្រង់នៅក្នុងកិច្ចបទសម្ភាសន៍មួយថាចរន្តសាច់ប្រាក់គាត់គឺកក់ស្ទះហើយនៅខាងក្រៅនេះអាចផ្ទេរបានទេអញ្ចឹងហើយបានជាចង់បានការបញ្យល់ខ្លះថាហេតុអីបានជាឪកូននឹងដដែលជាដដែលតែងតែនិយាយថាអត់មានបញ្ហានយោបាយមុខពីរ